妹妹喜欢吃水果，她的生日快到了，哥哥和姐姐一起去山上找好吃的水果给妹妹。1个小时以后，姐姐找到了很多水果，哥哥只有一个水果。姐姐问哥哥：“你怎么只找到一个？”哥哥说：“好吃的水果很多，但我只要一个最好吃的就可以了。”姐姐笑哥哥说：“那么多好吃的水果你都不要。”可是下山的路上，姐姐觉得水果太多太重了，得拿一些水果出来。最后回到家，姐姐也只有一个水果了。បាទសួស្តីអ្នកទាំងអស់គ្នាបាទមិញនេះខ្ញុំបានអានអត្ថបទចប់ហើយបាទហើយអត្ថបទនេះគឺចំណងជើងវាគឺយើងគឺចំណងជើងថាស្រួយគួរបាទផ្លែឈើបាទហើយសម្រាប់មេរៀននេះគឺកម្រិត HSK 2បាទគឺជាពាក្យស្រាលស្រាលដែរទេបាទអញ្ចឹងថ្ងៃនេះយើងមកបន្តជាមួយគ្នាទៀតយើងនឹងមកបកអត្ថបទមិញដែលខ្ញុំបានអានមិញហ្នឹងបាទហើយការអានរបស់ខ្ញុំក៏មិនសូវជាល្អដែរឥឡូវយើងចូលមកមើលពាក្យកលឹះវាសិនបាទហើយខ្ញុំធ្វើការបកអត្ថបទខាងមុខមិញហ្នឹងឲ្យទាំងអស់តែម្ដងបាទឥឡូវយើងចូលមើលពាក្យកលឹះសិនបាទពាក្យទី1គឺស៊ីហ៊ាន់គឺយើងបកថាចូលចិត្តដែលយើងជួបមិញហ្នឹងណាបាទស៊ីហ៊ាន់ចូលចិត្តទី2ស្វី果គឺបកថាផ្លែឈើបាទផ្លែឈើចំណងជើងរបស់យើងហ្នឹងបាទទី3快到了គឺថាជិតដល់ហើយបាទជិតដល់ហើយទី4ចោនេះគឺយើងបកថាស្វែងរកទី5只有គឺបកថាមានត្រឹមតែបាទ只有មានត្រឹមតែទី6只找到គឺរកបានត្រឹមតែពាក្យត្រឹមតែហ្នឹងគឺនេះពាក្យជឺនេះពីមុខនេះយើងឃើញបាទគឺជឺហ្នឹងគឺបានថាត្រឹមតែអីចឹងណាបាទជឺយ៉ោគឺយ៉ោនេះគឺត្រូវការអញ្ចឹងជឺយ៉ោគឺត្រូវការត្រឹមតែបាទណាមើតัวគឺបកថាច្រើនណាស់បាទវាប្រហែលនឹងពាក្យថាហឹងតัวហ្វេឆាំងតัวអីចឹងដែរណាបាទណាមើតัวច្រើនណាស់ច្រើនយ៉ាងហ្នឹងអីចឹងណាបាទ可是ទី9មកភ្លេចរាប់លេខមិញបាទចូលដល់ទី9可是យើងបកថាប៉ុន្តែបាទប៉ុន្តែ可是但是បាទអីហ្នឹងសិតតែប៉ុន្តែពូកក់អីហ្នឹងសិតតែប៉ុន្តែដែរបាទទី10បាទចុងគឺយើងបកថាធ្ងន់បាទឥឡូវនេះគឺជាពាក្យកលឹះនៅក្នុងអត្ថបទរបស់យើងអញ្ចឹងយើងចូលទៅអត្ថបទរបស់យើងម្ដងទៀតដើម្បីធ្វើការបកប្រែម្ដងមួយឃ្លាទាំងអស់គ្នាបាទឃ្លាទី1នេះគឺគេនិយាយថា妹妹喜欢吃水果妹妹喜欢吃水果妹妹នេះយើងដឹងហើយគឺបកថាប្អូនស្រីបាទប្អូនស្រី喜欢ចូលចិត្តឈឺនេះគឺញ៉ាំស្រួយ果ផ្លែឈើអញ្ចឹងប្អូនស្រីចូលចិត្តញ៉ាំផ្លែឈើបាទហើយបន្តទៀត他的生日快到了他的生日快到了បាទ他的នេះគឺរបស់គាត់អញ្ចឹងអីគេរបស់គាត់សឹងរឹនេះបាទសឹងរឹគឺថ្ងៃខួបកំណើតបាទសឹងរឹថ្ងៃខួបកំណើតអញ្ចឹងថ្ងៃខួបកំណើតរបស់គាត់ខ្វាយតោលបាទចិត្តមកដល់ហើយបាទខ្វាយតោលបាទឥឡូវយើងចូលមកបន្តទៀតកើកើហឺជែបាទបងប្រុសជាមួយនឹងបងស្រីបាទកើកើហឺជែអ៊ីជីបាទជាមួយគ្នាបងប្រុសហើយនិងបងស្រីជាមួយគ្នាឈីសានទៅលើភ្នំបាទសាននេះគឺលើភ្នំទៅលើភ្នំ找好吃的水果ស្វែងរកបាទស្វែងរក好吃的水果បាទគឺយើងបកផ្លែឈើមុនផ្លែឈើដែលឆ្ងាញ់បាទថាមកប្រយោគហ្នឹងគឺយើងបកថាបងប្រុសនិងបងស្រីជាមួយគ្នាទៅឡើងទៅលើភ្នំស្វែងរកផ្លែឈើដែលឆ្ងាញ់បាទដែលឆ្ងាញ់កៃមីមីឲ្យប្អូនស្រីកៃនេះគឺឲ្យប្អូនស្រីបាទកៃមីមី1个小时以后បាទ1个小时以后1个小时គឺ1ម៉ោងណាបាទ1ម៉ោងក្រោយមក以后1个小时以后姐姐
找到了很多水果 và tha bong sấy rọc bàn và bàn rọc bàn rọc bàn 很多水果ផ្លែឈើច្រើនណាស់បាទ很多水果ផ្លែឈើច្រើនណាស់អញ្ចឹងឡើង clear នេះគឺបងស្រីបានរកបានផ្លែឈើច្រើនណាស់哥哥只有一个水果ហើយបងប្រុសវិញមានត្រឹមតែផ្លែឈើមួយផ្លែបាទ一个水果គឺផ្លែឈើមួយផ្លែបាទ姐姐问哥哥ហើយបងស្រីហ្នឹងក៏សួរបងប្រុស你怎么只找到一个អ្នកហេតុអ្វីចិនមើនេះចិនមើយ៉ាងម៉េចបាទយ៉ាងម៉េចនេះចិនមើយ៉ាងម៉េចជឿចោលតរកបានត្រឹមតែបាទរកបានត្រឹមតែផ្លែមួយផ្លែអញ្ចឹងបាទអ្នកមិនបានរកបានតែមួយផ្លែអញ្ចឹងបាទប្រយោគហ្នឹងគេបកអញ្ចឹងណាអញ្ចឹងយើងអាចជំនួសឬអាចយកទៅប្រើប្រាស់ប្រយោគជាប្រយោគផ្សេងបានណានេះ怎么只找到一个អ្នកមិនបានរកបានតែមួយអញ្ចឹងចាំមើលនេះគឺយ៉ាងម៉េចហើយយើងមកបន្តទៀត哥哥说បងប្រុសគាត់បាននិយាយថា好吃的水果很多ផ្លែឈើដែលឆ្ងាញ់ច្រើនណាស់但我只要ប៉ុន្តែនេះគឺជាពាក្យប៉ុន្តែដែរណា可是នេះក៏ប៉ុន្តែនេះក៏ប៉ុន្តែដែរអញ្ចឹង但是នេះក៏ប៉ុន្តែបាទប៉ុន្តែ只要ត្រូវការ一个最好吃的បាទនេះ但是只要一个最好吃的ប៉ុន្តែត្រូវការតែមួយផ្លែដែលឆ្ងាញ់ជាងគេបាទជួយ好吃的ខ្លាំងឆ្ងាញ់បំផុតបាទជាវ可以了គឺវាបានហើយជាវ可以了ហ្នឹងគឺអូខេហើយបាទជាវ行了ជាវ可以了បានថាគឺបានហើយបាទ姐姐笑哥哥កន្លែងនេះបងស្រីសោចបងប្រុសសួរហើយនិយាយថា那么多好吃的水果ផ្លែឈើដែលឆ្ងាញ់ច្រើនណាស់ឬក៏ច្រើនយ៉ាងហ្នឹងនីតោពូយ៉អ្នកទាំងអស់ហ្នឹងអត់ត្រូវការវាបាទនីតោពូយ៉អ្នកមិនត្រូវការសោះអ្នកមិនត្រូវការកន្លែងប្រយោគហ្នឹងនិយាយថាផ្លែឈើឆ្ងាញ់ច្រើនយ៉ាងហ្នឹងអ្នកអត់ត្រូវការចប់គាត់សោចថាគាត់សោចហើយគាត់និយាយថាផ្លែឈើច្រើនយ៉ាងហ្នឹងអត់ត្រូវការហើយបន្តទៀតប្រយោគខាងក្រោយប្រយោគមកទៀត可是ប៉ុន្តែបាទ下山的路上បាទផ្លូវចុះភ្នំបាទផ្លូវចុះភ្នំផ្លូវចុះភ្នំមកហ្នឹង姐姐觉得水果太多太重了បងស្រីហ្នឹងគាត់គិតថាផ្លែឈើនេះច្រើនពេកហើយនេះបងស្រី觉得នេះគិតថាផ្លែឈើ太多ច្រើនពេក太重了ធ្ងន់ពេកហើយបាទ得拿一些水果出来គឺត្រូវយកបាទគឺត្រូវយកផ្លែឈើចេញខ្លះបាទ一些នេះគឺខ្លះអញ្ចឹងត្រូវយកផ្លែឈើចេញខ្លះបាទថាផ្លែឈើមួយចំនួនចេញបាទត្រូវយកផ្លែឈើមួយ一些水果ហ្នឹងផ្លែឈើខ្លះចេញបាទយើងបកថាត្រូវយកផ្លែឈើខ្លះចេញបាទដោយសារតែវាថៃចុងឡើដោយសារធ្ងន់ពេកបាទហើយប្រយោគបន្តទៀតជួយហូ回到家បាទជាចុងក្រោយបាទជួយហូហ្នឹងចុងក្រោយត្រឡប់មកដល់ផ្ទះ姐姐也只有一个水果了បាទថាបងស្រីហ្នឹងក៏មានត្រឹមតែផ្លែឈើមួយផ្លែដែរបាទកន្លែងហ្នឹងគឺបានន័យថាពេលឡើងភ្នំហ្នឹងគាត់បេះផ្លែឈើច្រើនផ្លែឈើឆ្ងាញ់ច្រើនណា1ម៉ោងហ្នឹងគាត់បេះបានផ្លែឈើកុកហើយគាត់សោចបងប្រុសថាមិនបានបេះតែមួយចឹងផ្លែឈើនេះផ្លែឈើឆ្ងាញ់មានកុកអត់យកបេះតែមួយកែក៏ពិតទៅនៅពេលដែលចុះភ្នំមកនេះសាសានតាលូសាហ្នឹងបងស្រីហ្នឹងគាត់គិតថាផ្លែឈើច្រើនពេកធ្ងន់ណាស់យកអត់រួចទេអញ្ចឹងក៏ត្រូវដកផ្លែឈើចេញខ្លះហើយដកទៅមកដល់ផ្ទះគឺសល់តែមួយផ្លែដូចគ្នាបាទអញ្ចឹងយើងបេះច្រើនក៏អត់ប្រយោជន៍ដែរបាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងបាទអរគុណបងប្អូនទាំងគ្នាអញ្ចឹងយើងបន្តសិក្សាទាំងអស់គ្នាទៀតបាទដូចខ្ញុំក៏នៅតែបន្តសិក្សាបាទហើយធ្វើវីដេអូនេះគឺធ្វើវីដេអូវឹកវើខ្លួនឯងផងនិងចែកម្លែកទៅអ្នកទាំងអស់គ្នាផងទេបាទហើយចំណុចខ្លះក៏ខ្ញុំ
អត់ច្បាស់ដែរអញ្ចឹងគាត់ថាមានចំណុចខ្វះខាតត្រង់ណាយើងជួយចែកម្លែកគ្នាទៅបាទអរគុណបងប្អូនទាំងអស់គ្នា